ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះស្ងោរជ្រក់មាន់មាន់ចិញ្ចឹមនៅផ្ទះចាហើយមានពងទាមានសាច់មាន់សាច់ជ្រូកហើយយើងកាប់វាកង់សាចចូលហាំចិនញ៉ាំចាប់ឆាយពេកស្ងោរជ្រក់មាន់ញ៉ាំម្ដងបែបស្រុកស្រែចំការហើយយើងច្បាយក្រូចឆ្មានៅខាងក្រៅជ្រក់ក្រៅឆ្នាំងបងប្អូនអរគ្នាឆ្ងាញ់និយាយពីថាមាន់ចិញ្ចឹមនៅផ្ទះវាសាច់វាមានជាតិផ្អែមឆ្ងាញ់ប៉ុន្តែសាច់វានឹងរៀងស្វិតបន្តិចដោយសារតែមួយនេះគឺជាមាន់គោកចឹងទៅសាច់វារៀងស្វិតបន្តិចតែជាតិឆ្ងាញ់តែម្ដងឆ្ងាញ់ណាស់ណាបងប្អូនអរគ្នាសាកធ្វើមើលឆ្ងាញ់